ពោលបងប្អូនដែលធ្វើការផ្លាស់ប្ដូរការងារហើយ check មើលនៅក្នុងកម្មវិធី EPS ដើម្បី check មើលលុយបំណាច់ឆ្នាំអីហ្នឹងបងប្អូនគឺអត់លោតចេញទេបងប្អូនទាំងលុយ Samsung 5G 50,000ក៏ដូចជាលុយបំណាច់ឆ្នាំគឺអត់ចេញទេនៅពេលដែលបងប្អូនផ្លាស់ប្ដូរការងារប៉ុន្តែបងប្អូនកុំអារម្មណ៍នៅពេលដែលបងប្អូនបានរកការងារបានធ្វើហើយយើងចុះកិច្ចសន្យាជាមួយនឹងតកែថ្មីរួចបងប្អូនអាច check មើលនៅក្នុងកម្មវិធី EPS ខូយ៉ង quality របស់បងប្អូនគឺនឹងឃើញលោតឡើងមកវិញហើយបងប្អូនទាំងលុយបំណាច់ឆ្នាំដែលបងប្អូនរំពឹងទុកថានឹងបានប្រមាណគឺមានទាំងអស់ក៏ដូចជាលុយ Samsung 5G គឺបងប្អូនអាច check មើលបានទាំងអស់អញ្ចឹងបងប្អូនប្រវត្តិនៃការងារបងប្អូនផ្លាស់ប្ដូរពីរោងចក្រមួយទៅរោងចក្រមួយក៏អាចធ្វើការcheck មើលបានដូចគ្នាផងដែរអញ្ចឹងចំពោះបងប្អូនដែលមិនទាន់មានជាមួយនឹងកម្មវិធី EPS ខូយ៉ង quality នេះគឺបងប្អូនអាចdownload នេះខ្ញុំនេះបង្ហាញ app នៅខាងលើនេះបងប្អូនអាច download ហើយបង្កើតបងប្អូនបង្កើតមកដើម្បីទុកតាមដានវាមានថាបច្ច័យបងប្អូនតាមដានដូចជាតកែសញ្ញាចេញសញ្ញាចូលពេលខ្លះតកែខ្លះក៏លួចសញ្ញាយើងចេញយើងអត់ដឹងខ្លួនអញ្ចឹងអីទៅយើងអាចខុសច្បាប់បងប្អូនអញ្ចឹងហើយបងប្អូនអាចបង្កើតជាមួយនឹង app នេះទុកcheck មើលតាមដានតកែលួចសញ្ញាយើងចេញអញ្ចឹងទៅហើយមួយវិញទៀតគឺបងប្អូនអាច check មើលលុយបំណាច់ឆ្នាំក៏ដូចជាលុយ Samsung 5G បាននៅក្នុងនឹងផងដែរអូខេហើយជាក្នុងឱកាសនេះផងដែរចំពោះបងប្អូនចង់សិក្សាថ្នាក់ភាសាកូរ៉េថ្នាក់កម្រិត2ឥឡូវនេះគឺខ្ញុំមានថ្នាក់ថ្មីបងប្អូនណាអញ្ចឹងចំណេញពីការងារជាតិសិក្សាភាសាកូរ៉េតាមអនឡាញជាមួយគ្នាបងប្អូនពលមាននៃការសិក្សាបងប្អូនអាចតាក់ទងមកសាកសួរបន្ថែមទៀតបានសូមអរគុណចាំបងប្អូនសូមគោរពជម្រាបលា